អ្នកលក់ខ្ញុំជូនពាក្យ3ឃ្លាសម្រាប់ប្រើនៅពេលដែលគេរិះគន់ទៅលើការលក់ដូររបស់យើងបើមកផ្លូវក្រោយគឺខ្ញុំគោរពបើមកផ្លូវមុខគឺខ្ញុំទទួលហើយតែបើមកដុតរ៉ូលគឺខ្ញុំកំចាត់ហើយទី1បើមកផ្លូវក្រោយខ្ញុំគោរពភ្ញៀវខ្លះស្រឡាញ់យើងដូចជាកូនក្មួយរបស់គាត់អញ្ចឹងឃើញខុសលួចកែតម្រូវប្រើផលិតផលមិនត្រូវលួចឆាតមកប្រាប់យើងប្រាប់ពីចំណុចខ្សោយប្រាប់ពីចំណុចដែលត្រូវកែគុណប្រាប់ពីចំណុចខ្វះខាតមិនផុសជាសាធារណៈបង្ខូចឈ្មោះរបស់យើងទេសុកចិត្តឆាតមកយើងផ្ទាល់ដើម្បីរិះគន់ដើម្បីកែតម្រូវហើយភ្ញៀវបែបនេះត្រូវតែរក្សាគាត់ត្រូវតែគោរពគាត់យើងមានសំណាងណាស់ដែលមានភ្ញៀវមានចេតនាល្អចង់ឃើញយើងរីកចម្រើនទៅថ្ងៃមុខភ្ញៀវបែបនេះគឺត្រូវតែគោរពគាត់ឲ្យអស់ពីចិត្តទី2បើមកផ្លូវមុខខ្ញុំទទួលភ្ញៀវខ្លះឃើញខុសថាខុសឃើញត្រូវថាត្រូវមិនចេះក្បាច់ក្បោពិធីការស្អីទេល្អថាល្អអាក្រក់គឺថាអាក្រក់តែម្ដងភ្ញៀវខ្លះគាត់មិនចេះរៀបពាក្យទេឃើញយ៉ាងម៉េចគាត់ថាបែបហ្នឹងហើយស្ដាប់